លោកគង់សុភាអភិបាលរងស្រុកព្រៃនប់និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃនប់បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខទៅដល់ប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើនំបង្ចុកនៅចំណុចភូមិបត់សេមាន់ឃុំព្រៃនប់ស្រុកព្រៃនប់ខេត្តព្រះសីហនុកាលពីថ្ងៃទី27 ខែកញ្ញា2025លោកគង់សុភាអភិបាលរងស្រុកព្រៃនប់និងជាប្រធានក្រុមការងារចុះជួយឃុំព្រៃនប់តំណាងដ៏ខ្ពង់ខ្ពស់របស់លោកអ៊ីធីរិនអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានដឹកនាំក្រុមការងារព្រមទាំងលោកមេឃុំមេភូមិអនុភូមិនិងកម្លាំងប្រជាការពារចុះសួរសុខទុក្ខនិងចុះលើកទឹកចិត្តនៅផលិតផលក្នុងមូលដ្ឋានក៏ដូចជាផលិតផលនៅតំបន់ភូមិមួយផលិតផលមួយដែលនំបញ្ចុករបស់ប្រជាពលរដ្ឋធ្វើមកដោយមានអនាម័យធ្វើដោយមានគុណភាពមានរសជាតិឈ្ងុយឆ្ងាញ់ទៅតាមវប្បធម៌និងទំនៀមទម្លាប់របស់ប្រពៃណីខ្មែរយើងផងដែរប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើនំបញ្ចុកនៅចំណុចភូមិបត់សេមាន់ឃុំព្រៃនប់ស្រុកព្រៃនប់ខេត្តព្រះសីហនុឆ្លើយក្នុងឱកាសនោះផងដែរលោកគង់សុភាបានពំនាំនៅការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោកអ៊ីធីរិនអភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ក្នុងការលើកទឹកចិត្តគាំទ្រនិងការចូលរួមជួយជំរុញផលិតភាពផលិតកម្មនំបញ្ចុកទៅដល់ប្រជាពលរដ្ឋដែលប្រកបរបរធ្វើនំបញ្ចុកធ្វើយ៉ាងណាសូមរក្សានូវគុណភាពអនាម័យជាពិសេសសុវត្ថិភាពបរិស្ថានក្នុងគោលបំណងផ្គត់ផ្គង់នំបញ្ចុកប្រកបដោយសុវត្ថិភាពក្នុងការវេចខ្ចប់ឆ្លើយតបទៅនឹងទីផ្សារក្នុងការអភិវឌ្ឍបច្ចេកទេសថ្មីៗកុំជឿកុំជក់កុំជួញគ្រឿងញៀនបំណងល្អពី Right to You